ខ្ញុំមានការសន្និដ្ឋានខ្លះប៉ុន្តែសន្និដ្ឋានជាទស្សនៈរបស់ខ្ញុំបរិស័ទខ្ញុំស្គាល់លោកឈិនីខ្ញុំអត់និយាយរឿងបាក់ទេមកទីនេះខ្ញុំអត់និយាយរឿងបាក់ទេខ្ញុំនិយាយអំពីយុត្តិធម៌បងប្អូនយុត្តិធម៌បាទអញ្ចឹងខ្ញុំហ៊ានសន្និដ្ឋានថារឿងទាំងអស់នេះណាដែលបងប្អូនឆ្លោះគ្នានេះមកពីបុគ្គលឈិនីចាអត់មាននិយាយបាក់នេះបាក់នោះទេសូមឲ្យច្បាស់ហើយខ្ញុំក៏អត់ចង់ឲ្យខ្មែរប្រកាន់បកនេះប្រកាន់បកនោះដែរសូមឲ្យខ្មែរយុត្តិធម៌ខ្ញុំហ៊ានសន្និដ្ឋានអញ្ចឹងមកថាគណៈកម្មការទី1របស់រដ្ឋសភានេះក្រោយពីយើងបានស្ដាប់អស់នេះយើងនឹងធ្វើរបាយការណ៍តាមរយៈសម្ដេចប្រធានរដ្ឋសភារាយការណ៍ជូនទៅឯកឧត្តមសខេងឲ្យលោកជ្រាបពីរឿងនេះព្រោះយើងដឹងហើយវាមានរបាយការណ៍ផខ្លះបានធ្វើឲ្យរឿងនេះច្បងច្បល់អញ្ចឹងឯកឧត្តមសខេងលោកជាអាជ្ញាធរជារដ្ឋាភិបាលហើយលោកនឹងមើលការខុសត្រូវរឿងនេះរឿងរដ្ឋសភាមិនមែនអ្នកទៅដោះទេខ្ញុំមិនមែនអ្នកទៅដោះទេប៉ុន្តែយើងតាមដានត្រួតពិនិត្យការអនុវត្តរបស់នីតិប្រតិបត្តិត្រួតពិនិត្យរបស់បុគ្គលនីមួយដែលអនុវត្តច្បាប់តែអនុវត្តច្បាប់ពេញលេញទេបើអនុវត្តច្បាប់មិនពេញលេញទេយើងរំលឹកយើងប្រាប់ប៉ុន្តែបើប្រាប់ហើយអ្នកឯងនៅតែធ្វើមិនត្រឹមត្រូវយើងហៅមកសួរនាំអញ្ចឹងបានជាសរុបខ្ញុំចង់សរុបឲ្យបងប្អូនថ្ងៃនេះជ្រាបថាគណៈកម្មការទី1នៃរដ្ឋសភាយើងនឹងធ្វើកិច្ចការអីក្រោយពីយើងបានមកជួបបងប្អូននេះអត់មានរឿងនយោបាយទេគឺជារឿងដំណោះស្រាយដើម្បីរកដំណោះស្រាយអញ្ចឹងទី1ខ្ញុំរំលឹកឲ្យវិញគឺយើងនឹងធ្វើរបាយការណ៍ជាលិខិតអក្សរតាមរយៈសម្ដេចរដ្ឋសភាឲ្យឯកឧត្តមឧបសខេងជ្រាបពីរឿងអស់ហើយរឿងបញ្ឈប់គ្នាយ៉ាងម៉េចយ៉ាងម៉េចចឹងហើយឲ្យលោកមានវិធានការទៅឲ្យច្បាស់ចឹងទី2យើងនឹងធ្វើលិខិតតាមរយៈសម្ដេចរដ្ឋសភាប្រាប់ទៅអាជ្ញាធរខេត្តបាត់ដំបងឲ្យលោកទៅជួយដោះស្រាយរឿងនេះឆាប់ដោយកណាទុករ៉ាំរ៉ៃយូវានឹងអាចមានអំពើហិង្សារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋហើយយើងនឹងផ្ដល់អនុសាសន៍មួយចំនួនដើម្បីរកដំណោះស្រាយអញ្ចឹងយើងធ្វើកិច្ចការក្នុងនាមសភាក្នុងនាមជាតំណាងឲ្យបងប្អូនដើម្បីជំរុញឲ្យបងប្អូនទទួលបានយុត្តិធម៌នៅក្នុងវិវាទទាំងអស់យើងជ្រាបទេបងប្អូនបាទយើងដឹងបងប្អូនយើងទៅរៀនមុនអត់មានខ្លោចភាសាអីមិនមែនដោយសារយើងមិនគិតព្រួយយើងដឹងដោយសារពេលដែលឈិនីឡើងធ្វើមេឃុំឈិនីស៊ីលុយប្រជាពលរដ្ឋរបស់យើងស៊ីលុយដែលបងប្អូននិយាយមកហ្នឹងហើយអញ្ចឹងនិស្សិតគាត់đâyហ្នឹងលោកមិនអាចមកស្ដាប់តាមបងប្អូនទេលោកធម្មតាលោកស្ដាប់តាមអាជ្ញាធរឃុំគាត់ថាអាជ្ញាធរឃុំស្ដីណាអាជ្ញាធរឯកឧត្តមមកជួបប្រជាពលរដ្ឋមិនមែនមកជាងប្រជាពលរដ្ឋក្នុងន័យដែលស្ដាប់បានណាអរេអាយដល់នេះខ្ញុំអរេវាទៅថាយើងអរេខ្ញុំចង់ហើយការវិនិច្ឆ័យឯកឧត្តមមិនត្រូវវិនិច្ឆ័យទេស្ដាប់ឲ្យអស់ទៅយើងស្ដាប់ទាំងសងខាងស្ដាប់គ្រប់ទៅហើយបានយើងយកមកបូកសរុបខ្ញុំប្រធានគណៈកម្មការដែរគណៈកម្មការអត់ទេគណៈកម្មការអត់ទេហើយព័ត៌មាននៃរដ្ឋសភាអានេះហើយណាវាខិតដំបងតែដល់វាផ្សារចាំខ្ញុំចេះបាទខ្ញុំអង្គុយឈរស្ដាប់គាត់និយាយច្រើនណាស់ហើយអានេះវាផ្សារម្ដងចំនួនដែលសួរគេអាចសួរបានច្រើនយ៉ាងណាស់សួរទាញទៅខាងស្ដាំក៏បានសួរទាញទៅខាងឆ្វេងក៏បានបាទសំណួរគេមិនឲ្យសួរអញ្ចឹងទេបើកាលណាយើងនៅជាអភិក្រិតយើងស្ដាប់ទាំងអស់គ្នាទៅហើយយើងធ្វើរបាយការណ៍ដើម្បីសុំការវិនិច្ឆ័យសុំជម្រាបចេះជម្រាបថារដ្ឋាភិបាលកម្ពុជាលោកជាតំណាងប្រជាពលរដ្ឋលោកស្ដាប់ប្រជាពលរដ្ឋហើយលោកមិនមែនជាអ្នកអនុវត្តទេកុំយល់ច្រឡំឯដល់មេធាវីមិនអាចអនុវត្តអីបានទេគាត់តែអាជ្ញាធរមូលដ្ឋានអាជ្ញាធរខេត្តហើយនឹងរាជរដ្ឋាភិបាលមកគេអនុវត្តតែយើងគ្រាន់តែធ្វើបាយការសុំឲ្យគាត់ជួយយ៉ាងម៉េចប្រាប់យើងអស់គ្នាហើយគេយកទៅវិនិច្ឆ័យបាទខ្ញុំដោះស្រាយបាទហើយខ្ញុំអត់មានស្ដាប់អាណាខុសណាត្រូវខ្ញុំអត់ចង់បានទេខ្ញុំទៅស្ដាប់
ផ្ទាល់ហើយដល់ស្អែកទាំងអស់គ្នាបានទេប៉ុណ្ណឹងបានទេអាចទទួលយកបានទេហើយបើទទួលយកបានចូលត្រឡប់ទៅវិញតែខ្ញុំចុះទៅអត់មានមនុស្សយកដោះស្រាយឲ្យទេណានិយាយនេះច្បាស់ហើយបើចង់ឈ្នះខ្ញុំជួតែអ្នកដែលខុសល្អគេគាត់ធ្វើរួចហើយហ្នឹងហើយបើចង់ត្រឡប់ទៅវិញថាអត់មានអីទៅខ្ញុំចេញមកជួបាយជូនបាទចង់ទៅវិញសូមប្រសិទ្ធតែគាត់មានបញ្ហាដល់បានហើយបញ្ហាហើយវិញចិត្តវាជំនាញបញ្ហានឹងអត់មានទេយើងមិនអាចជំនាញគាត់ចាប់បានទេគេមានឯកសាររបស់គេយើងធ្វើតាមឯកសាររដ្ឋបាលមានពេលទៅណាទៅបាត់ទេយើងនេះទៅដល់ខ្លាចចិត្តគេខ្លាចគេចាប់ដាក់គុកគេខ្លាចស្អីទៅសួរគាត់បើគេអ្នកដែលមកនេះហើយបើខ្ញុំត្រឡប់ទៅវិញគេតាមចាប់ដាក់គុកទូរស័ព្ទមកខ្ញុំនិយាយគាត់លេខទូរស័ព្ទខ្ញុំហ៎បាទទេបាទតែថារឿងបាទស្អីចាំមកនិយាយទៅអាចដល់ពេលហ្នឹងមកមកនិយាយគាត់ចេះមកខ្ញុំប្រាប់គាត់ទៅមកឲ្យទៅស្ដាប់អត់ទេខ្ញុំឯងខ្ញុំនិយាយរឿងអាចដល់គាត់និយាយអត់ប្រកបទេដល់ស្រាយកើតទេដល់ស្រាយកើតមិននិយាយដល់ស្រាយចាប់មិននិយាយដល់អត់បងទីពោថាដែរទៅវិញខ្ញុំគាត់ទៅគុំមិនចង់ទៅគុំបងមួយទៅបោះបងទីពោចេញណាចាំឲ្យដល់យ៉ាងនេះគេចេញគុំចេះតែធ្វើអញ្ចឹងបានខូចអត់នេះសាសនាបងអោខូចសាសនាហើយដល់គាត់ដែរនិយាយអត់ខូចអីខ្ញុំស្លាប់ណាមិនស្លាប់កំពុងមកដល់លោកខ្ញុំទៅឲ្យដូចនេះបងប្រាប់ទៅហើយបាច់જાયខ្ញុំអត់បាច់જાયខាងនេះចោលទៅណាអរចុកឲ្យពួកខ្ញុំដឹកនាំដើម្បីពីការខ្ញុំចេញមកឲ្យបាននិយាយគាត់ចាំឲ្យយើងដោះស្រាយបានខ្ញុំអមិនមែនចឹងទេឲ្យដល់យើងត្រូវតែយើងទៅជួយគ្នាហ្នឹងហើយផ្អែកខ្ញុំពីការឲ្យដល់អីណាតែខ្ញុំមួយលើកទៅពីការខ្ញុំមានចាស់ហើយបាទបងđây thì không càng ngày càng không được không rồi không được đây nhưng càng ngày anh nó chưa muốn tôi một cái nó luôn về cái này chơi hai cái smart đây là không không đây taចាំនេះគេគ្រប់ហ្នឹងហើយប៉ុន្តែប៉ុណ្ណឹងទៅបងអើយយើងយកខ្ញុំទៅបត្រៃខ្ញុំមិនមកចេះទេនេះថ្ងៃនេះអីទេទៅពេលបំរើហើយតែស្អាតឥឡូវមេតាស្ដាប់ខ្ញុំសតណាខ្ញុំសុំបងការសុំបងប្អូនជាបរិបទកូនស្មាតែមិនអាចកូនដើមណាយ៉ាងសូមខាងណាសុំឥឡូវចាខ្ញុំអង្គុយចុះទៅផងគ្នាស្ដាប់អាត្មាព្រោះខ្ញុំមកតែក្នុងនេះក្រោមអាវ៉ាន់របស់ព្រះសង្ឃហើយខ្ញុំចាក់អារម្មណ៍រាល់តម្ដីតំណាងរាស្ត្រនិយាយយ៉ាងម៉េចគឺខ្ញុំខត់ទុកតែការសន្យារបស់គាត់បានពិតប្រកបដូចគាត់និយាយអត់គឺជាការល្អបញ្ហាមួយទៀតតម្ដីដែលអ្នកតំណាងរាស្ត្រគាត់និយាយគឺយើងកុំទៅភ័យអ្នកកតាជុំវិញគេនឹងចុះផ្សាយកន្លែងហ្នឹងដល់ពេលចឹងគាត់ទុកស្កាត់គាត់ទេនិយាយនេះខុសហើយគាត់អាចមានវិធីបកស្រាយវិញហើយអាត្មាយល់ព្រោះអ្នកនយោបាយគេមានវិធីដោះស្រាយរបស់គេគ្រប់ច្រកលហកនយៈនឹងឧបាយដូច្នេះអាត្មាសូមឲ្យយើងអស់ឥឡូវតម្រួឡើងវិញ
យើងគួយទាំងអស់គ្នាហើយសមាជិកអាត្មាទឹកចិត្តព្រោះតំណាងរាស្ត្រមួយអាត្មាដើរទៀបបេះដូងអាត្មាទៀបបេះដូងច្រើនណាស់អាត្មាមានសន្យាជិតសន្យាអញ្ចឹងព្រោះអាត្មាដើរទៀបបេះដូងអ្នកតំណាងរាស្ត្រ123នាក់អាត្មាហ៊ាននិយាយអញ្ចឹងរកតម្លៃគាត់ចំណិតធ្វើដល់ព្រះមនុស្សយើងមានចរិត6រៀបចាក់ចរិតដោសៈចរិតមោហៈចរិតបុគ្គលចរិតវិតកចរិតដល់ពេលយើងយល់អធិស្ឋានរបស់មនុស្សយើងងាយយល់តែចរិតគាត់មិនហើយកន្លែងណាដែលយើងត្រូវកុំប្រកាន់កន្លែងណាអីយើងអាចយល់បានអញ្ចឹងទៅមកអាដាមអាចកន្លែងណាខុសអាដាមអាចសម្រួលឡើងវិញហើយកន្លែងណាខ្លះដែលអាដាមចង់មានប្រសាសន៍ជូនបងប្អូនអាចនិយាយម្ដងទៀតវិញបានអរគុណអរគុណណាអរគុណណាខ្ញុំសូមបញ្ជាក់ឡើងវិញម្ដងទៀតខ្ញុំឈាមគុណអ្នកកណ្ដាលរាជមណ្ឌលបាត់ដំបងប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិព័ត៌មានគូស្នេហានៃរដ្ឋសភាសមាជិកអចិន្ត្រៃយ៍គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាបាទខ្ញុំបានសន្យាមិញថាអ៊ំទូបនរួចហើយខ្ញុំចុះទៅដល់បឹង5យើងទៅអង្គុយជាមួយនឹងអាធមមូលដ្ឋានបើសិនជាឈុននេះផ្សេងជាប្រវត្តិតវ៉ានឹងផ្សិនដោះស្រាយអត់ចាញ់ទេណាចឹងហើយខ្ញុំស្នើថាយើងទៅដោះស្រាយរួមគ្នាអ្នកតំណាងរាស្ត្រហើយខ្ញុំទៅដោះស្រាយខ្ញុំសន្យាចេះសន្យាថាបើដីនឹងពិតជាដីរបស់យើងមែនយើងបានដីនឹងត្រឡប់មកវិញទទួលយកបានទេបានដីត្រឡប់មកវិញសន្យាមួយទៀតបើមេធំនឹងគាត់ពុកអលួយដោយគេចោទប្រកាន់មែនហើយមានសម្បត្តិស្នាមច្បាស់លាស់បញ្ជាក់ថាគាត់ពុកអលួយលួចដីជាប្រវត្តិគាត់អត់រួចខ្លួនទេខ្ញុំសន្យាបានទេប៉ុណ្ណារឿងមួយទៀតដែលខ្ញុំចង់និយាយដែរអ្នកដែលមានដីអត់ប្លង់អ្នកដែលមានប្លង់អត់ដីបើអាចសម្រុះសម្រួលគ្នាបានសម្រុះសម្រួលគ្នាបើសម្រួលគ្នាមិនបានទេយើងរងមើលដីកន្លែងផ្សេងទៀតបើចិត្តជាអាចមានយើងស្នើអាជ្ញាធរគេជួយចែកឲ្យយើងបានទេនឹងហើយជារបស់ដៃល្អបំផុតហើយចឹងហើយបានជាខ្ញុំមិញខ្ញុំស្នើថាឲ្យខ្ញុំដោះស្រាយខ្ញុំទៅស្ដាប់យូរខ្ញុំមិនដោះស្រាយទេព្រោះប្រធានគណៈកម្មការគាត់នៅហ្នឹងហើយខ្ញុំប្រធានគណៈកម្មការមួយដែរបាទតែប៉ុន្តែខ្ញុំថាខ្ញុំធ្វើហើយខ្ញុំខំប្រឹងដោះស្រាយគាត់តែចេញហ្នឹងបង្វិលខ្ញុំរំដោះស្រាយហើយបង្វិលនឹងយើងគង់យើងឆ្ងាយណាស់ខ្ញុំស្ដាយដែរដោយសារពីឆ្នាំ2009ហ្នឹងខ្ញុំបានដោះស្រាយបឹង5ខ្ញុំជាប់បេសកកម្មទៅក៏ទុកចោលហើយខ្ញុំដោះស្រាយនៅបង្វិលហ្នឹងគឺអ្នកគុំចាំអ្នកគុំថ្មីពួកសមារណកម្មពួកអីហ្នឹងរួមដីឲ្យចាក់ដីចាក់អីហ្នឹងខ្ញុំដោះស្រាយអស់ហើយអានោះនៅបឹង5មិនទាន់បានដោះស្រាយបាទហើយមានការដោះស្រាយសំទោសខ្ញុំទុំទោសដល់ឲ្យបានដោះស្រាយនេះដែរបាទសូមអភ័យទោសមែនតើហ្មងខ្ញុំមានការសោកស្ដាយណាស់បើតែដោះស្រាយពេលនោះប្រហែលជារឿងមិនដល់ពេលនេះទេបាទហើយសុំមួយទៀតថាចេះថារឿងបសក់ទុកឲ្យបសក់ដោះស្រាយបើកណាភាសាដែលយើងដោះស្រាយហ្នឹងប្រើភាសាដូចគ្នាទេភាសាខុសគ្នាភាសានៃសាសនាយើងសំដោះប្រកបដីភាសាជុំសាសនាយើងអោបកសោត